ជីវប្រវត្តិរបស់លោកប៉ុល ពត លោកប៉ុល ពត មានឈ្មោះដើមថាសាឡុត ស គឺជាមេដឹកនាំនៃរបបខ្មែរក្រហមដែលបានគ្រប់គ្រងប្រទេសកម្ពុជាពីឆ្នាំ 1975 ដល់ឆ្នាំ 1979 របបរបស់លោកត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាអ្នកទទួលខុសត្រូវចំពោះអំពើប្រល័យពូជសាសន៍កម្ពុជាដែលបានបណ្ដាលឲ្យមនុស្សប្រមាណជាង 1.5 ទៅ 2 លាននាក់ស្លាប់ដោយសារការអត់ឃ្លាន ការប្រហារជីវិត ជំងឺ និងការធ្វើការហួសកម្លាំងជីវិតដំបូងនិងការអប់រំកំណើតលោកសាឡុត ស កើតនៅថ្ងៃទី19 ខែឧសភា ឆ្នាំ 1925 នៅក្នុងភូមិព្រែកស្បូវ ស្រុកស្ទង ខេត្តកំពង់ធំនៃព្រះរាជាណាចក្រកម្ពុជាគ្រួសាររបស់លោកមានជីវភាពធូរធារគួរសមដោយមានដីស្រែប្រមាណជាង 50 ហិកតា ការផ្លាស់ទៅភ្នំពេញនៅអាយុប្រហែលជា 5 ទៅ 6 ឆ្នាំលោកសាឡុត ស ត្រូវបានបញ្ជូនទៅរស់នៅជាមួយបងប្រុសរបស់គាត់នៅឯភ្នំពេញគ្រួសាររបស់គាត់មានទំនាក់ទំនងជាមួយរាជវង្សានុវង្សខ្មែរដោយបងប្រុសរបស់គាត់គឺជាមន្ត្រីរាជវាំងហើយបងជីដូនមួយរបស់គាត់បានរៀបការជាមួយព្រះអង្គម្ចាស់ស៊ីសុវត្ថិមុនីវង្សការអប់រំនៅកម្ពុជាលោកសាឡុត ស បានចំណាយពេល1ឆ្នាំគង់នៅវត្តអារាមមុនពេលចូលទៅរៀនសាលាបឋមសិក្សាបារាំងកាតូលិកការអប់រំរបស់គាត់បានបន្តរហូតដល់ឆ្នាំ 1949 ការសិក្សានៅបារាំងនៅឆ្នាំ 1949 លោកទទួលអាហារូបករណ៍ទៅសិក្សាបច្ចេកវិទ្យាវិទ្យុនៅទីក្រុងប៉ារីសប្រទេសបារាំងនៅទីនោះលោកបានចាប់ផ្ដើមចូលរួមជាមួយរង្វង់មូលនៃបក្សកុម្មុយនីសហើយចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលទ្ធិមគ្គនិយមដោយសារការមិនសូវយកចិត្តទុកដាក់លើការសិក្សាអាហារូបករណ៍របស់គាត់ត្រូវបានដកមកវិញហើយគាត់បានត្រឡប់មកកម្ពុជាវិញនៅឆ្នាំ 1953 ដោយមានបំណងចង់ធ្វើបដិវត្តន៍ដំណើរឆ្ពោះទៅកាន់អំណាចការចូលរួមបក្សកុម្មុយនីសបន្ទាប់ពីត្រឡប់មកកម្ពុជាវិញលោកសាឡុត ស បានចូលរួមជាមួយគណៈបដិវត្តន៍ប្រជាជនខ្មែរដែលត្រូវបានបង្កើតឡើងក្រោមការគាំទ្រពីវៀតណាមខាងជើងនៅឆ្នាំ 1951 ការបង្រៀននិងសកម្មភាពបដិវត្តន៍នៅឆ្នាំ 1956 ដល់ឆ្នាំ 1963 លោកសាឡុត ស បានបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រភូមិសាស្ត្រនិងអក្សរសិល្ប៍បារាំងនៅសាលាឯកជនមួយខណៈពេលដែលលោកបានរៀបចំផែនការបដិវត្តន៍នោះផងដែរក្លាយជាមេដឹកនាំខ្មែរក្រហមនៅឆ្នាំ 1960 លោកបានជួយរៀបចំគណៈបក្សកុម្មុយនីសឡើងវិញទៅជាគណៈបក្សដែលកាន់មគ្គនិយមលេនីននិយមនៅឆ្នាំ 1962 លោកប៉ុល ពត បានក្លាយទៅជាលេខាបក្សនៃគណៈបក្សកុម្មុយនីសកម្ពុជាដោយខ្លាចការចាប់ខ្លួននៅឆ្នាំ 1963 លោកនិងមេដឹកនាំគណៈបក្សដទៃទៀតបានធ្វើការភៀសខ្លួនចូលទៅក្នុងតំបន់ជនបទតំបន់ដាច់ស្រយាលដោយចាប់ផ្ដើមបង្កើតកម្លាំងទ័ពព្រៃដែលត្រូវបានគេស្គាល់ថាខ្មែរក្រហមបដិវត្តន៍ប្រដាប់អាវុធនៅឆ្នាំ 1968 ខ្មែរក្រហមបានចាប់ផ្ដើមការបះបោរប្រឆាំងទៅនឹងរាជរដ្ឋាភិបាលព្រះអង្គម្ចាស់នរោត្តមសីហនុចលនានេះបានរីកធំធាត់បន្តិចម្ដងដោយសារការគាំទ្ររបស់សហរដ្ឋអាមេរិកនៅក្នុងការទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជាដើម្បីទប់ស្កាត់សកម្មភាពទ័ពព្រៃរបស់វៀតណាមខាងជើងដែលបានធ្វើឲ្យស្ថានភាពនៅក្នុងប្រទេសកម្ពុជាកាន់តែអស្ថិរភាព
ការដួលរលំនៃរបបលន់នល់និងការឡើងកាន់អំណាចនៃពួកខ្មែរក្រហមនៅថ្ងៃទី17 ខែមេសា ឆ្នាំ 1975 កងទ័ពខ្មែរក្រហមបានវាយដណ្ដើមយកទីក្រុងភ្នំពេញនិងផ្ដួលរំលំរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់នល់លោកប៉ុល ពត បានក្លាយទៅជាមេដឹកនាំកម្ពុជានៃរបបកម្ពុជាប្រជាធិបតេយ្យរបបខ្មែរក្រហមនិងអំពើប្រល័យពូជសាសន៍ឆ្នាំ0លោកប៉ុល ពត បានប្រកាសនៅឆ្នាំ 1975 ជាឆ្នាំ0ដែលមានន័យថាប្រទេសកម្ពុជាត្រូវតែបានផ្ដាច់ចេញពីពិភពលោកខាងក្រៅហើយសង្គមត្រូវបានបង្កើតឡើងតាមឧត្តមគតិកុម្មុយនីសរបស់ពួកគេការជម្លៀសប្រជាជនរដ្ឋាភិបាលខ្មែរក្រហមបានបង្ខំឲ្យប្រជាជនរាប់លាននាក់ជម្លៀសចេញពីទីក្រុងទៅកាន់ទីជនបទដើម្បីធ្វើការនៅក្នុងការដ្ឋានកសិកម្មរួមការជម្លៀសនេះបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិតគោលនយោបាយឃោឃៅនៅក្នុងកំឡុងពេលនៃការគ្រប់គ្រងរបស់ពួកខ្មែរក្រហមពីឆ្នាំ 1975 ដល់ឆ្នាំ 1979 សិទ្ធិស៊ីវិលនិងកម្មសិទ្ធិត្រូវបានលុបបំបាត់ចោលភ្លាមៗការបង្ហាញជំនឿសាសនាត្រូវបានហាមឃាត់របបនេះបានផ្ដោតទៅលើការកសាងសង្គមកសិកម្មបែបកុម្មុយនីសតែប៉ុណ្ណោះដោយមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងការបដិសេធនឹងគំនិតទីក្រុងនិងលោកខាងលិចនិងការលុបបំបាត់ទ្រព្យសម្បត្តិឯកជនការសម្លាប់រង្គាលមនុស្សប្រមាណជា 1.5 ទៅ 2 លាននាក់បានស្លាប់បាត់បង់ជីវិតដោយសារការប្រហារជីវិតការអត់ឃ្លានការធ្វើការហួសកម្លាំងនិងជំងឺមនុស្សត្រូវបានគេសម្លាប់ដោយហេតុផលផ្សេងៗគ្នារួមមានដូចជាអតីតមន្ត្រីរាជការកម្មាភិបាលបញ្ញវន្តអ្នកបច្ចេកទេសអ្នកធ្វើអាជីវកម្មនិងជនជាតិភាគតិចដូចជាជនជាតិចាមជនជាតិវៀតណាមនិងជនជាតិចិនមនុស្សរាប់ម៉ឺននាក់ត្រូវបានគេឃុំឃាំងនិងធ្វើទារុណកម្មនិងប្រហារជីវិតនៅក្នុងមន្ទីរឃុំឃាំងដូចជាមន្ទីរស-21ទួលស្លែងវាលពិឃាតគឺជាឈ្មោះដែលគេហៅទីកន្លែងដែលសាកសពត្រូវបានគេកប់ទៅក្នុងរណ្ដៅរួមការដួលរលំនិងមរណភាពការឈ្លានពានរបស់វៀតណាមនៅខែធ្នូឆ្នាំ 1978 កងទ័ពវៀតណាមបានឈ្លានពានប្រទេសកម្ពុជាហើយនៅថ្ងៃទី7 ខែមករា ឆ្នាំ 1979 បានវាយដណ្ដើមយកទីក្រុងភ្នំពេញធ្វើឲ្យរបបខ្មែរក្រហមត្រូវបានដួលរលំជីវិតចុងក្រោយបន្ទាប់ពីការដួលរលំលោកប៉ុល ពត បានភៀសខ្លួនទៅតំបន់តាមព្រំដែនថៃកម្ពុជាជាពិសេសប៉ៃលិននិងអន្លង់វែងហើយបានបន្តដឹកនាំកម្លាំងខ្មែរក្រហមធ្វើសង្គ្រាមទ្រព្យព្រៃអស់រយៈពេលជាច្រើនឆ្នាំទោះបីជាលោកត្រូវបានដកចេញពីភាពជាអ្នកដឹកនាំយោធានិងនយោបាយខ្មែរក្រហមជាផ្លូវការនៅឆ្នាំ 1985 ក៏ដោយក៏លោកនៅតែជាកម្លាំងដឹកនាំដ៏សំខាន់នៅក្នុងអង្គភាពនេះការចាប់ខ្លួននិងមរណភាពនៅឆ្នាំ 1997 លោកប៉ុល ពត ត្រូវបានចាប់ខ្លួនដោយសមាជិកខ្មែរក្រហមផ្ទាល់របស់លោកហើយត្រូវបានកាត់ទោសពីបទក្បត់ជាតិលោកបានស្លាប់នៅថ្ងៃទី15 ខែមេសា ឆ្នាំ 1998 នៅជិតអន្លង់វែងខេត្តឧត្តរមានជ័យក្រោមការឃុំខ្លួននៅក្នុងផ្ទះមូលហេតុនៃការស្លាប់របស់លោកត្រូវបានគេសន្មតថាជាការគាំងបេះដូងទោះបីជាមានការចោទប្រកាន់ថាជាការធ្វើអត្តឃាតក៏ដោយគ្មានការធ្វើកុសលវិច័យត្រូវបានធ្វើឡើងដើម្បីបញ្ជាក់អំពីមូលហេតុពិតប្រាកដនោះទេសាកសពរបស់លោកត្រូវបានបូជាដោយគ្មានពិធីការអ្វីឡើយប្រវត្តិរបស់លោកប៉ុល ពត គឺជាចំណុចដ៏ខ្មៅងងឹតមួយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានិងជាមេរៀនដ៏ឈឺចាប់មួយសម្រាប់មនុស្សជាតិកម្ពុជាយើងផងដែរ